សូមស្វាគមន៍ប្រិយមិត្តនៅក្នុងបណ្ដាញ YouTube ទាំងអស់ដែលតែងតែជួយគាំទ្ររាល់វីដេអូរបស់ Channel យើងខ្ញុំជាទីស្រឡាញ់រាប់អានសម្រាប់វីដេអូនេះផងដែរយើងខ្ញុំបានពំនាំមកនៅអត្ថបទថ្មីមួយដែលមានសារៈប្រយោជន៍និងជាជំនួយដល់មិត្តទាំងអស់ដើម្បីជាចំណេះដឹងក្នុងការយកទៅប្រើប្រាស់ដោះស្រាយរាល់បញ្ហាដែលលោកអ្នកបានជួបប្រទះប្រចាំថ្ងៃតើអ្នកគួរតែធ្វើអ្វីខ្លះនៅពេលដែលលោកអ្នកលងទឹកខាងក្រោមនេះគឺជាចំណុចសំខាន់4យ៉ាងដែលលោកអ្នកគួរតែយកទៅអនុវត្តដើម្បីជួយសង្គ្រោះខ្លួនឯងឲ្យគេចផុតពីការលងទឹកចំណុចទី1អ្នកត្រូវរក្សាភាពនឹងណូហើយពង្រឹងស្មារតីឲ្យបានល្អព្រោះថានៅពេលដែលលោកអ្នកមានស្មារតីល្អវាជួយលោកអ្នកឲ្យអាចជ្រើសរើសនិងស្វែងរកដំណោះស្រាយល្អៗដើម្បីជួយខ្លួនឯងឲ្យគេចផុតពីការលងទឹកចំណុចសំខាន់ទី2ត្រូវប្រញាប់ស្វែងរកអ្នកជួយភ្លាមនៅពេលដែលលោកអ្នកមានអារម្មណ៍ដឹងថាខ្លួនឯងចិត្តលងទឹកទៅហើយអ្នកត្រូវក្រវីដៃធ្វើជាសញ្ញាឬក៏ស្រែកខ្លាំងដើម្បីឲ្យមនុស្សដទៃបានឮហើយរត់មកជួយលោកអ្នកជាប្រញាប់ចំណុចទី3បើគ្មានមនុស្សមកជួយទេត្រូវស្វែងរកវត្ថុដែលអណ្ដែតជុំវិញខ្លួនអ្នកដើម្បីតោងឡើងនោះលោកអ្នកអាចគេចផុតពីការលងទឹកបានជាបណ្ដោះអាសន្នហើយចំណុចទី4ប៉ុន្តែប្រសិនបើគ្មានវត្ថុឬក៏អ្វីមួយនៅជុំវិញខ្លួនអ្នកដែលអាចឲ្យលោកអ្នកតោងឲ្យផុតពីការលងទឹកបានលោកអ្នកត្រូវអនុវត្តទៅលើចំណុចសំខាន់មួយចំនួនដូចខាងក្រោមដំបូងត្រូវបញ្ឈរដងខ្លួនឲ្យត្រង់ក្នុងទឹកហើយត្រូវត្របាំងដៃកាយទឹកចេញនិងកាយទឹកចូលលោកអ្នកត្រូវអនុវត្តកាយវិការបែបនេះមួយហើយប្រើកម្លាំងឲ្យបានខ្លាំងដើម្បីជួយធ្វើឲ្យលោកអ្នកអណ្ដែតខ្លួនចេញពីទឹកហើយវាអាចរក្សាកម្លាំងឲ្យបានយូរហើយអ្វីដែលលោកអ្នកត្រូវព្យាយាមគឺត្រូវធ្វើយ៉ាងណាយកដៃទៅទះទឹកដើម្បីរុញក្បាលឡើងនៅលើផ្ទៃទឹកដកដង្ហើមឲ្យបានញឹកញាប់ធ្វើដូច្នេះលោកអ្នកអាចបណ្ដែតខ្លួនបានទោះមិនចេះហែលទឹកក៏ដោយលោកអ្នកធ្លាប់ឃើញសាកសពបុរសលងទឹកទេសាកសពបុរសលងទឹកគឺផ្កាប់មុខដូច្នេះពេលលោកអ្នកអនុវត្តដកដង្ហើមគឺត្រូវផ្កាប់មុខដូចជាសាកសពដែរហើយត្រូវព្យាយាមទៅទះទឹកងើបក្បាលដកដង្ហើមវែងឲ្យបានហើយលឹបទៅវិញដើម្បីធ្វើដដែលរហូតទាល់តែឃើញជំនួយចំណុចមួយទៀតបើលោកអ្នកស្លៀកពាក់ខោអាវត្រូវសូកអាវចូលក្នុងខដើម្បីឲ្យអាវប៉ងហើយវាអាចជួយសម្រាលខ្លួនអ្នកនៅក្នុងទឹកបានបាទអត្ថបទយើងខ្ញុំគឺចប់ត្រឹមតែប៉ុណ្ណេះហើយសង្ឃឹមថាវីដេអូមួយនេះគឺអាចជួយផ្ដល់ជាចំណេះដឹងជាច្រើននិងពិតជាមានសារៈប្រយោជន៍ដល់មិត្តទាំងអស់គ្នាផងដែរជាចុងក្រោយយើងខ្ញុំសូមអរគុណជាខ្លាំងរាល់ការគ្រប់គ្រងវីដេអូរបស់យើងខ្ញុំហើយបើសិនបើមិត្តពេញចិត្តវីដេអូមួយនេះឬក៏វីដេអូដទៃផ្សេងទៀតសូមជួយចុច like share ហើយនិង subscribe channel របស់យើងខ្ញុំផងដែររាល់កំហុសខ្វះខាតឬការអធិប្បាយនឹងមានលក្ខណៈបន្ទន់បានល្អប្រសើរសូមមិត្តជួយសរសេរ comment ពីក្រោមវីដេអូនឹងផងពីព្រោះនេះជាវីដេអូទី1របស់ខ្ញុំបាទហើយសូមអរគុណសូមសំណាងល្អ